បងប្អូននេះគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឡើងដោយសត្វគោនៅពេលយប់គឺដោយសារប្អូនស្រីម្នាក់គាត់បានជិះម៉ូតូទៅធ្វើការលុះមកដល់ភូមិព្រៃកគីឃុំព្រៃកគីស្រុកចន្ទ្រាខេត្តស្វាយរៀងគាត់បានជិះម៉ូតូមកឃើញសត្វគោនៅលើផ្លូវហើយគាត់គេចពីសត្វគោហ្នឹងបណ្ដាលឲ្យគាត់ដួលទៅមកខាងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ដែរនៅផ្នែកស្មារបស់គាត់ហើយបើតាមការសួររបស់ខ្ញុំទៅគាត់ហ្នឹងគាត់ថានៅចុកទ្រូងហើយក៏បានអ្នករួមដំណើរនៅលើផ្លូវហ្នឹងបញ្ជូនគាត់ទៅមន្ទីរពេទ្យសត្វគោនេះគឺម្ចាស់គាត់អត់ដែលបានយកទៅទុកដេញដាក់ក្រោលទេនៅពេលយប់គឺគាត់ប្រឡែងចោលជារៀងរាល់ថ្ងៃនៅលើដងផ្លូវសាធារណៈនៅក្នុងភូមិព្រៃកគីហ្នឹងហើយគោហ្នឹង3ក្បាលទេហើយបើសិនជាគោនោះបង្កគ្រោះថ្នាក់ចរាចរណ៍ទៅដល់អ្នកប្រើប្រាស់ដងផ្លូវមិនថាយប់ឬក៏ថ្ងៃទេហើយបើសិនជាជនរងគ្រោះរហូតដល់របួសធ្ងន់ឬក៏ស្លាប់បាត់បង់ជីវិតម្ចាស់គោគឺបើមានបងប្អូនសាច់ញាតិជនរងគ្រោះគេប្តឹងគឺម្ចាស់គោនឹងត្រូវមានទោសតែម្ដងហើយច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងមាត្រាទី33ក៏បានចែងពីការគ្រប់គ្រងសត្វចិញ្ចឹមរបស់បងប្អូនប្រជាពលរដ្ឋដែរហើយមួយទៀតគេអាចចោទទៅម្ចាស់គោនឹងតាមច្បាប់ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺត្រង់មាត្រា207ដែលចែងពីបទមនុស្សឃាតដោយអចេតនាហើយបទមនុស្សឃាតដោយអចេតនានឹងគឺជាអំពើបណ្ដាលឲ្យអ្នកដទៃស្លាប់ដោយធ្វេសប្រហែសដោយមិនប្រុងប្រយ័ត្នឬការខ្ជិះខ្ជាការមិនបំពេញកាតព្វកិច្ចសន្តិសុខឬការមិនប្រុងប្រយ័ត្នដែលច្បាប់តម្រូវទុកបទមនុស្សឃាតដោយអចេតនាហ្នឹងគឺអាចជាប់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំពិន័យប្រាក់ពី2លានរៀលទៅ6លានរៀលហើយបងប្អូនដែលចិញ្ចឹមសត្វហើយប្រឡែងនៅលើផ្លូវសាធារណៈហ្នឹងគឺចូលក្នុងបទចោទនេះហើយគឺការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការគ្រប់គ្រងសត្វរបស់បងប្អូនមិនល្អហ្នឹង